ប្រាសាទលលៃគឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្ដាលបារាយណ៍ឥន្ទ្រតដៈបារាយណ៍លលៃនាបុរាណកាលថ្មីនេះបុរាណវិទូអាជ្ញាធរអប្សរាបានរកឃើញគ្រឹះកំពែងបុរាណនៅព័ទ្ធជុំវិញប្រាសាទនេះដែលបានកប់ក្នុងដីជាង100ឆ្នាំក្រោមសំណង់សាសនាសម័យក្រោយៗប្រាសាទលលៃស្ថិតនៅខាងជើងផ្លូវជាតិលេខ6តាមផ្លូវសៀមរាបភ្នំពេញត្រង់បង្គោលគីឡូម៉ែត្រលេខ13ផ្លូវបត់ចុះចម្ងាយប្រហែលជា500ម៉ែត្រពីផ្លូវជាតិនៅក្នុងភូមិលលៃឃុំប្រាសាទបាគងស្រុកប្រាសាទបាគងខេត្តសៀមរាបប្រាសាទនេះស្ថិតនៅកណ្ដាលបារាយណ៍ឥន្ទ្រតដៈដែលមានបណ្ដោយប្រវែង3800ម៉ែត្រនិងទទឹង300ម៉ែត្រនៅជិតនឹងព្រះវិហារវត្តលលៃឈ្មោះប្រាសាទនេះត្រូវបានប្រជាជននាសម័យក្រោយអង្គរហៅតគ្នាមកប៉ុន្តែឈ្មោះដើមនៃប្រាសាទនេះគឺឥស្វរលោកដែលត្រូវបានកសាងនៅឆ្នាំ893ដោយព្រះបាទយសោវរ្ម័នទី1ដែលជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី1ព្រះបាទយសោវរ្ម័នទី1ឡើងគ្រងរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គចាប់ពីឆ្នាំ889ដល់ឆ្នាំ910នៃគ្រិស្តសករាជហើយបានកសាងប្រាសាទលលៃនៅឆ្នាំ893ដើម្បីឧទ្ទិសដល់ដួងព្រលឹងរបស់ព្រះមេដានិងបិតាជីដូននិងជីតារបស់ព្រះអង្គប្រាសាទលលៃមានតួប៉ម4ធ្វើអំពីឥដ្ឋសង់រាងជា2ជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្ដាលបារាយណ៍បែរមុខទៅទិសខាងកើតហើយមានទ្វារបញ្ឆោត3ទិសទ្វារចូល1បងប្អូននៅលើមេទ្វារប៉មទាំង4មានសិលាចារឹកស្អាតណាស់ហើយនេះគឺជាសិលាចារឹកដែលស្អាតជាងគេនៅក្នុងប្រវត្តិសាស្ត្រសិលាចារឹកខ្មែរយើងដោយអក្សរពុំឬក៏អក្សរផ្ចង់អញ្ចឹងបងប្អូនចំណែកឯផ្តែរនៅលើទ្វារមានក្បាច់រចនាយ៉ាងល្អប្រណិតហើយនៅអមនឹងមាត់ទ្វារក្នុងប្រអប់មានចម្លាក់ជារូបប្រាសាទមានទ្វារក្បាលដៃកាន់ត្រីសូលប្រាសាទនេះប៉មប្រាសាទមួយដួលរលំជិតអស់នៅសល់តែមួយផ្ទាំងតូចតែប៉ុណ្ណោះរីឯប៉ម3ទៀតមានសភាពចាស់ទ្រុឌទ្រោមខ្លាំងហើយនៅពេលបច្ចុប្បន្នប្រាសាទលលៃកសាងនៅចុងសតវត្សទី9នៃគ្រិស្តសករាជ893ដោយព្រះបាទយសោវរ្ម័នទី1ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរនៅក្នុងសាសនាព្រាហ្មណ៍តាមសិលាចារឹករបស់ប្រាសាទនេះបានលម្អិតអំពីពេលវេលាល្អដែលគេដេញគុនគូឡើងដើម្បីប្រារព្ធពិធីឆ្លងពេលដែលព្រះបាទយសោវរ្ម័នទី1កសាងប្រាសាទលលៃនេះប្រហែលជាព្រះអង្គចាប់ផ្ដើមអនុវត្តគម្រោងផ្លាស់ប្ដូររាជធានីពីហរិហរឡៃតំបន់រលួសសប្តាហ៍ថ្ងៃទៅជាយសោធរពុរៈតំបន់ឧទ្យានអង្គរសប្តាហ៍ថ្ងៃជាបណ្ដើរតាមសិលាចារឹកដដែលបានឲ្យដឹងដែរថាទឹកនៅក្នុងបារាយណ៍នេះគឺសម្រាប់ប្រើប្រាស់នៅក្នុងក្រុងហរិហរឡៃហើយនឹងសម្រាប់ធ្វើស្រែចម្ការនៅតំបន់នេះបច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទបាត់អស់ហើយคล้ายទៅជាវាលស្រែប្រាសាទលលៃនេះពុំសូវមានភ្ញៀវអន្តរជាតិទៅទស្សនាទេសម្រាប់ភ្ញៀវជាតិវិញក៏កម្រនឹងបានទៅទស្សនាប្រាសាទនេះដែរបងប្អូនតើប្រាសាទលលៃមានអ្វីទស្សនាខ្លះប្រាសាទលលៃកសាងឡើងនៅលើជើងគ្រឹះដែលមានទទឹង80ម៉ែត្រនិងបណ្ដោយ90ម៉ែត្រប្រាសាទនេះជាក្រុមប្រាសាទដែលមានចំនួនទាំងអស់4ពីរខ្នងស្ថិតនៅជួរទិសខាងកើតនិងទិសខាងលិចចំណែកឯប្រាសាទពីរទៀតស្ថិតនៅជួរទិសខាងជើងនិងទិសខាងត្បូងមានសិលាចារឹកស្រដៀងគ្នាទៅនឹងប្រាសាទព្រះគោខុសគ្នាត្រង់ចំនួនប្រាសាទតែប៉ុណ្ណោះរូបចម្លាក់នៅប្រាសាទលលៃទោះបីជាមានការទ្រុឌទ្រោមខ្លាំងក៏ដោយក៏នៅមានក្បាច់ចម្លាក់ដ៏រស់រវើកតាមស៊ុមទ្វារនិងចម្លាក់ថ្មភក់នៅលើផ្តែរប្រាសាទដែលនៅទិសខាងកើតមានហោជាងរូបព្រះឥន្ទគង់លើដំរីអៃរវ័នផ្នែកខាងឆ្វេងនិងខាងស្ដាំរបស់ក្បាលដំរីអៃរវ័នមានកម្រងផ្កានៅហោជាងលើផ្តែរជាចម្លាក់ផុសរបស់តាបោះទាំងអស់ដែលមាន8អង្គកំពុងតែអង្គុយសមាធិតាំងសិលចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសឹងពំកម្រងផ្កាទោះបីជាចម្លាក់ភាគច្រើនត្រូវបានរលាយបាត់និងត្រូវបំផ្លិចបំផ្លាញក៏ដោយក៏គេនៅតែចាត់ទុកថាសិល្បៈដ៏ស្អាតវិចិត្រក្នុងទម្រង់សិល្បៈសម័យព្រះគោឬក្នុងយុគសម័យអាណាចក្រហរិហរឡៃគួររំលឹកបងប្អូនម្ដងទៀតថាប្រាសាទលលៃគឺជាកោះដ៏ពិសិដ្ឋមួយស្ថិតនៅចំកណ្ដាលបារាយណ៍ឥន្ទ្រតដៈបារាយណ៍លលៃនាបុរាណកាលថ្មីនេះបុរាណវិទូអាជ្ញាធរជាតិអប្សរាបានរកឃើញគ្រឹះកំពែងបុរាណនៅជុំវិញប្រាសាទនេះដែលបានកប់នៅក្នុងដីជាង100ឆ្នាំក្រោមសំណង់សាសនាសម័យក្រោយៗ
ទីនេះបានប្រែប្រួលបន្តិចម្ដងដោយការរៀបចំថ្មីនិងមានសម្ដង់សាសនាមួយចំនួនតាមសម័យកាលជាបន្តបន្ទាប់ប៉ុន្តែនៅចុងឆ្នាំ2019សំណង់សាសនាទាំងនោះត្រូវបានព្រះគ្រូចៅអធិការវត្តលលៃអាចារ្យគណៈកម្មការគ្រប់គ្រងវត្តលលៃទាំងអស់ព្រមទាំងពុទ្ធបរិស័ទនៅជុំវិញវត្តសម្រាប់រំកិលចុះមកក្រោមដើម្បីទុកលទ្ធភាពឲ្យអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សនិងស្រាវជ្រាវបុរាណវិទ្យាក្នុងន័យនេះនាពាក់កណ្ដាលខែមីនាឆ្នាំ2020បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមធ្វើការស្រាវជ្រាវនិងប្រទះឃើញអាចកំបាំងដ៏អស្ចារ្យនៃរចនាសម្ព័ន្ធសំណង់បុរាណជាច្រើនដូចជាខ្លោងទ្វារចូលកម្រាលឥដ្ឋកុលភាជន៍និងជញ្ជាំងកំពែងដែលបានកប់នៅក្រោមដីសំណង់សាសនាតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះការប្រទះឃើញរចនាសម្ព័ន្ធដ៏សម្បើមនេះគឺជាការផ្ដល់នូវទិន្នន័យថ្មីសម្រាប់កិច្ចការស្រាវជ្រាវបុរាណវិទ្យាប្រវត្តិសាស្ត្រស្ថាបត្យកម្មនិងកិច្ចការអភិរក្សអភិវឌ្ឍនិងលើកតម្លៃប្រាសាទដលៃឲ្យកាន់តែល្អប្រសើរជាងមុនក្រុមការងារអ្នកកំណាយបានបើករណ្ដៅកំណាយចំនួន10រណ្ដៅនៅក្រោមអតីតសំណង់សាសនានៅផ្នែកខាងកើតខាងជើងនិងខាងលិចហើយបានប្រទះឃើញរចនាសម្ព័ន្ធសំណង់ខ្លោងទ្វារចូលទាំង3ទិសកំពែង3ជាន់ព័ទ្ធជុំវិញតួប៉មទាំង4នៃប្រាសាទរចនាសម្ព័ន្ធកំពែងប្រាសាទក្នុងក្រៅកម្រាលថ្មបាយក្រៀមកម្រាលឥដ្ឋជាច្រើនទីតាំងចម្លាក់ដែលមានក្បាច់លម្អរួមទាំងភាពខុសគ្នានៃខឿនប្រាសាទត្រង់ព្រះវិហារទាំងនេះប្រហែលជាបណ្ដាលមកពីការសាងសង់នាសម័យក្រោយភ្លេចគិតថាមានអ្វីនៅក្រោមដីព្រោះមានដីលុបលើសំណង់បុរាណបាត់អស់រីឯការអភិវឌ្ឍសំណង់នាសម័យក្រោយក៏ពុំបានធ្វើឲ្យសំណង់បុរាណក្រោមដីនេះរងការបំផ្លាញច្រើនទេព្រោះចាស់បានរក្សាផ្នែកខាងក្នុងដោយកម្រាលឥដ្ឋនិងខាងក្រៅក្រាលថ្មបាយក្រៀមដើម្បីការពារខ្ញុំបាទម៉ៅសុខែមជាមគ្គុទ្ទេសក៍ទេសចរនៅតំបន់សៀមរាបនិងតំបន់ភ្នំពេញសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមដានទស្សនាវីដេអូនេះបើបងប្អូនចូលចិត្តសូមជួយចុច like share និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អជម្រាបលា